សូមជូនរៀងក្មេងប្រុសនេសាទនិងត្រីពណ៌ប្រាក់នាពេលព្រឹកមួយនៅច្រាំងទន្លេសាបតារាត្រៀមចេញទៅស្ទូចត្រីម្ដាយរបស់គាត់ផ្ដល់បាយដែលជាអាហារសម្រាប់ញ៉ាំពេលថ្ងៃដល់គាត់ក្មេងប្រុសញញឹមដោយអំណរគុណមុននឹងចេញដំណើរទៅស្ទូចត្រីទន្លេស្ងាត់ស្ងៀមមានតែសំឡេងទឹកនិងសត្វតូចៗតារាចាប់អារម្មណ៍លើការស្ទូចត្រីនៅកន្លែងនោះដោយគេមានសង្ឃឹមថានឹងស្ទូចបានត្រីសម្រាប់ថ្ងៃនេះប៉ុន្មានវិនាទីក្រោយសន្ទូចរបស់តារាត្រូវទាញយ៉ាងខ្លាំងគាត់ឃើញត្រីមួយភ្លឺដូចប្រាក់សុទ្ធត្រីប្រាក់នោះនិយាយដោយសំឡេងទន់ថ្លាគុំសម្រាប់ខ្ញុំតារាខ្ញុំនឹងមិនបំភ្លេចគុណអ្នកទេតារាមិនស្ទាក់ស្ទើរក្នុងចិត្តឡើយគាត់ដាក់ត្រីប្រាក់ត្រឡប់ទៅក្នុងទន្លេវិញពេលល្ងាចព្យុះធំបានកោតឡើងអ្នកភូមិរត់រកទីសុវត្ថិភាពតារាបារម្ភអំពីទន្លេចំពេលទឹកហូរចូលភូមិភ្លាមមានពន្លឺប្រាក់ភ្លឺចែងចាំងត្រីប្រាក់បានត្រឡប់មកវិញដើម្បីជួយតារានិងភូមិពេលព្រឹកឡើងទឹកបានថយហើយព្យុះក៏បានបាត់ទៅវិញអ្នកភូមិទាំងគ្នាមានស្នាមញញឹមឡើងវិញនិងអរគុណដល់ត្រីប្រាក់ជាខ្លាំងតារាបានសណ្ដូកជើងនៅជាយទន្លេហើយឃើញពន្លឺតូចមួយនៅក្រោមទឹកដែលជាពន្លឺត្រីប្រាក់គាត់ញញឹមដោយស្ងប់ស្ងាត់ពីថ្ងៃនោះមកតារាមានចិត្តមេត្តានិងស្មោះត្រង់ជានិច្ចការធ្វើអំពើល្អតែងតែបានផលត្រឡប់មកវិញដោយរលកនៃទឹកទន្លេដូច្នេះដែរ